củaយើងហៅថាជា immunity ចឹងជាការសិក្សាពីការការពារនៅក្នុងខ្លួនរបស់យើងចង់ដឹងថាតកតងទៅនឹងមុខងារនៃប្រព័ន្ធការពារនៅក្នុងខ្លួនរបស់យើងនឹងមានប្រមាណប្រភេទចឹងបងនឹងចាប់ផ្ដើមនិយាយតកតងទៅនឹងទូទ្រោះលម្អិតទូទ្រោះនៃមុខងាររបស់វាមានន័យទីធ្វើអីគេខ្លះអូខេអញ្ចឹងមានដូចជាប្រភេទរបស់វាមាន IgG IgA IgM IgE និង IgD ផងដែរចំពោះ IgG ឥឡូវយើងលើកមកនិយាយតកតងទៅនឹងចំណុចនីមួយៗរបស់វាមានអីគេខ្លះចំពោះ IgG វិញគឺថាជាប្រព័ន្ធការពារដែលវាមានន័យទីការពារនៅក្នុងសរសៃឈាមក្នុងខ្លួនរបស់យើងក៏ដូចជាការការពារពីការបង្ករោគពីពពួកបាក់តេរីឬក៏ពពួក virus ផងដែរហើយបន្ថែមពីនេះទៀតគឺវាអាចឆ្លងកាត់តាម placenta ដែលវាអាចការពារទៅដល់ទារកនៅក្នុងផ្ទៃបានល្អផងដែរចូលមកដល់ IgA វិញគឺជាប្រព័ន្ធការពារមួយដែលវាការពារទៅលើស្រទាប់មុខកុសលដែលវាភាគច្រើនវាមាននៅណាខ្លះគឺមាននៅទឹកមាត់ទឹកភ្នែកឬក៏ទឹកដោះរបស់ម្ដាយនិងមកុសផងដែរដែលវាបន្ថែមពីនេះទៀតគឺវាអាចការពារទៅដល់កាពះពោះវៀនស្រទាប់មុខរបស់កាពះពោះវៀននិងសួតផងដែរ